ok ស្ដីនោះគ្នាសម្រាប់គ្នាយើងនៅប្រើ Facebook page ហើយប្រទេសកំពុងតែមានសង្គ្រាមមិនចង់ឲ្យចោលសៀមចោលសៀមហ្នឹងវាចូលមើលព័ត៌មានអ្វីដែលយើងបានផុសក្នុង Facebook page របស់យើងអញ្ចឹងចេញអាច block ប្រទេសនឹងចោលបាននៅលើ Facebook page របស់យើងអូខេធ្វើជាធម្មឈាមតូចដាក់ក្នុងមាត់រួចអញ្ចឹងដើម្បី block បានវា strict វាចេញអត់អីបានទេអ្នកនរគ្នាអ្នកនរគ្នាគ្រាន់តែចូលមក Facebook page របស់អ្នកនរគ្នាចូលកន្លែង profile របស់អ្នកនរគ្នាមកហើយតទៅអ្នកនរគ្នាចូលមករកពាក្យថានេះរូបកងចាក់នេះរូបកងចាក់ហើយអ្នកនរគ្នាអូសមកក្រោមអ្នកនរគ្នាស្វែងរកពាក្យថាfollow and public content អូខេហើយអ្នកនរគ្នាអូសមកក្រោមមកអ្នកនរគ្នាយកពាក្យថានៃ country restrict អូខេចុចលើវាមកគេចុច view មកតទៅទៀតអ្នកនរគ្នាចុចលើ country restrict មកអូខេហើយ search ប្រទេសសៀមនោះមកអូខេចោលសៀម Thailand ហ្នឹង Thailand មកតទៅទៀតអ្នកនរគ្នា back វិញមកអញ្ចឹងកន្លែង country restrict នេះគឺវាបាននេះវាបានដកចេញហើយតែប៉ុណ្្នឹងជាការស្រេចនៅដល់នេះអញ្ចឹងកន្លែងនេះអ្នកនរអាចចូលទៅមើលម្ដងទៀតបានអូខេគឺវាជាប់ហើយចុច view មកគឺជាប់ប្រទេសថៃអូខេហើយកន្លែង restrict ហើយនេះមិនខ្វល់ទេអ្នកនរតែប៉ុណ្្នឹងជាការស្រេចហើយអូខេអញ្ចឹងយើង back មក home នៃ Facebook page របស់យើងមកគឺជាការស្រេចអញ្ចឹងសម្រាប់អ្នកយើងដែលចង់មិនចង់ឲ្យយើងត្រូវតែបិទកុំឲ្យចោលសៀមឲ្យបានឃើញអ្វីដែលយើងបានផុសពាក់ព័ន្ធនឹងប្រទេសរបស់យើងអូខេគឺជាទីតាំងឲ្យផ្សេងអញ្ចឹងកុំឲ្យវាចាប់បានអូខេអញ្ចឹងអ្នកនរគ្នាអាចធ្វើវិធីសាស្ត្រនេះដើម្បីបិទបានអូខេអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំតាមពីដើមរហូតដល់ចប់ហើយសង្ឃឹមថាខ្សែវីដេអូនេះនឹងផ្ដល់ជាប្រយោជន៍អ្នកនរគ្នាដើម្បីការពារពីចោលឈ្លានពានទឹកដីខ្មែររបស់យើងគឺចោលសៀមអូខេចឹងអរគុណបាយបាយកុំភ្លេចជួយចុច Subscribe ចុច Share ដើម្បីទទួលបានវីដេអូថ្មីពី Channel របស់ខ្ញុំបាយបាយអ្នកនរគ្នា